ប្រើ Telegram រាល់ថ្ងៃតើធ្លាប់គិតទេថា account របស់អ្នកមានសុវត្ថិភាពគ្រប់គ្រាន់ហើយឬនៅថ្ងៃនេះខ្ញុំនឹងចែករំលែកគន្លឹះសំខាន់ៗដើម្បីការពារ Telegram របស់អ្នក Telegram គឺជាកម្មវិធីផ្ញើសារនិងទំនាក់ទំនងដ៏ពេញនិយមមួយក្នុងសកលលោកទោះបី Telegram មានមុខងារសុវត្ថិភាពល្អក៏ដោយអ្នកប្រើប្រាស់ក៏ត្រូវប្រុងប្រយ័ត្នផងដែរដើម្បីឲ្យមានសុវត្ថិភាពលើ Telegram ចូលអ្នកស្ដាប់ចំណុចខាងក្រោមនេះ1បើកមុខងារ Two Step Verification មុខងារនេះជួយការពារ account របស់អ្នកហើយត្រូវបញ្ជូន password បន្ថែមពេល login នៅលើឧបករណ៍ថ្មីវាជាជំហានសំខាន់មួយដើម្បីកាត់បន្ថយហានិភ័យ account ដែលត្រូវ hack 2កុំចែករំលែកលេខកូដ OTP ប្រសិនបើ Telegram ផ្ញើលេខកូដមកអ្នកសូមរក្សាវាជាសម្ងាត់កុំផ្ដល់ឲ្យអ្នកណាម្នាក់ទោះគេអះអាងថាជាបុគ្គលិក Telegram ក៏ដោយ3ប្រុងប្រយ័ត្នចំពោះ link និង file មិនស្គាល់ប្រភពកុំចុចលើ link ចម្លែកឬទាញយកឯកសារពីមនុស្សមិនស្គាល់ព្រោះវាអាចជាការបោកប្រាស់ឬមានមេរោគលួចទិន្នន័យ4គ្រប់គ្រង privacy setting អ្នកអាចកំណត់ថានរណាម្នាក់អាចមើលលេខទូរស័ព្ទរូបភាព profile និងស្ថានភាព online របស់អ្នកដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន5ពិនិត្យឧបករណ៍ដែលបាន login ចូលទៅកាន់ setting device ពិនិត្យមើលថាតើមានឧបករណ៍ណាខ្លះកំពុងប្រើប្រាស់ account របស់អ្នកបើឃើញឧបករណ៍មិនស្គាល់សូម log out ភ្លាមជំហានបន្ទាប់ខ្ញុំនឹងបង្ហាញពីរបៀបបើក 2FA នៅលើ Telegram ដើម្បីការពារ account របស់អ្នកអូខេដើម្បីចូលទៅកាន់ការ set 2FA នៅលើ Telegram ឲ្យមានសុវត្ថិភាពជាដំបូងយើងត្រូវចូលទៅកាន់កម្មវិធី Telegram លើទូរស័ព្ទដៃបន្ទាប់មកយើងនឹងឃើញ account របស់យើងចូលមកកាន់ profile យើងនឹងឃើញមានទិន្នន័យរបស់យើងដូចជា user ដោយអ្នកប្រើប្រាស់មួយចំនួនគឺគាត់អត់បាន set up នៅកន្លែង user add នេះទេអញ្ចឹងកន្លែងនេះយើងអាច set up ជាឈ្មោះរបស់យើងមកហើយបាយអស់យើងដាក់ជាអ្វីដែលសម្គាល់មកហើយនឹងលេខទូរស័ព្ទរបស់យើងអញ្ចឹងដើម្បី set up នៅ 2FA នៅលើ Telegram ឲ្យវា secure បានគឺយើងចូលទៅកាន់ setting បន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់ column ទី3ដែលមានឈ្មោះថា privacy and security បន្ទាប់ពីចូលទៅកាន់ privacy security ហើយយើងនឹងឃើញនៅខាងលើគេនេះគេដាក់ថា two step verification កន្លែងនេះនៅក្នុងវីដេអូមិញគឺយើងបាននិយាយដែរអញ្ចឹងដើម្បីធ្វើការ set up នៅកន្លែងហ្នឹងយើងត្រូវមាន account Gmail មួយអញ្ចឹងដើម្បី set up យើងចូលទៅកន្លែងហ្នឹងមកតោះយើង set password អញ្ចឹង password យើងដាក់អីក៏បានកន្លែងនេះចំណុចពី try account ចំណុចទៀតបន្ទាប់មកកន្លែងនេះយើងគេឲ្យយើងកំណត់សម្គាល់ optional កន្លែងនេះយើងដាក់ក៏បានមិនដាក់ក៏បានអញ្ចឹងយើងដាក់ចំណាំទៅឧទាហរណ៍យើងចង់ដាក់អីក៏បានណាចាំមកតើយើងចុច next ទៀតវានឹងធ្វើការទាមទារនៅ email ដើម្បីធ្វើការ recovery password នៅពេលដែលយើងភ្លេច password យើងចុច forget មកវានឹងធ្វើការ send link ទៅកាន់ Gmail ដើម្បីធ្វើការ access ការ reset នៅ password តែបើសិនជាយើងភ្លេច Gmail ទៀតគឺកន្លែងនេះគឺ spy ទាំងអស់គ្នាអញ្ចឹងកន្លែងនេះខ្ញុំដាក់ email របស់ខ្ញុំgmail.com ចឹងមកតោះមកយើងចុចតោះមកវានឹងធ្វើការ send code ទៅកាន់ Gmail របស់យើងអញ្ចឹងខ្ញុំសូមចូលទៅបើកនៅ Gmail របស់យើងលុបមកដល់ហើយនេះវានឹងធ្វើការ send code មកបងប្អូនdone អញ្ចឹងកន្លែងនេះមានន័យថាវា success ហើយអញ្ចឹងនៅពេលដែលយើង login ក្រោយៗទៀតគឺវានឹងធ្វើការទាមទារនៅ password ដែលយើងបាន set ហ្នឹងជាចុងក្រោយសុវត្ថិភាពនៅលើ Telegram មិនអាស្រ័យនៅលើ app តែប៉ុណ្ណោះទេប៉ុន្តែវាអាស្រ័យទៅលើការប្រុងប្រយ័ត្នរបស់យើងផងដែរចាប់ផ្ដើមការពារ account របស់អ្នកពីថ្ងៃនេះមុនពេលអ្នកមានបញ្ហាកើតឡើង